chất nâng chế tự sắc mình men chỉรูป mặtព្រោះថាចិត្តហើយនឹងចេតសិកគឺជាបរមត្ថធម៌ដែលដឹងនៅលក្ខណៈរបស់អារម្មណ៍ចំពោះចិត្តបរមត្ថហើយនឹងចេតសិកបរមត្ថគឺជានាមធម៌ដែលដឹងនៅលក្ខណៈរបស់អារម្មណ៍កើតរួមគ្នាចេតសិកកើតព្រមជាមួយនឹងចិត្តរលត់ទៅព្រមគ្នាជាមួយនឹងចិត្តដឹងអារម្មណ៍រួមគ្នាជាមួយនឹងចិត្តហើយកើតនៅទីអាស្រ័យរួមគ្នាជាមួយនឹងចិត្តគឺចិត្តកើតរលត់នៅទីណាចេតសិកក៏កើតរលត់នៅទីនោះដូចគ្នាចំណែករូបគឺជាបរមត្ថធម៌ដែលមិនដឹងអារម្មណ៍រូបបរមត្ថគឺជាសង្ខារធម៌មានបច្ច័យតតែងទៅកើតឡើងរូបនីមួយៗកើតឡើងអាស្រ័យរូបដតីទៀតកើតឡើងដូច្នោះហើយមានរូបកើតឡើងត្រឹមតែរូបមួយតែឯងនោះមិនកើតនោះទេគឺត្រូវតែមានរូបដែលកើតព្រមគ្នាហើយអាស្រ័យគ្នាកើតឡើងច្រើនរូបរួមបញ្ចូលគ្នាជាក្រុមតូចដែលมันអាចញែកដាច់ចេញពីគ្នាបានទេនៅក្នុងភាសាបាលីយើងហៅថាមួយកលបៈរូបគឺជាលក្ខណៈធម៌ដែលតូចល្អិតខ្លាំងណាស់កើតឡើងហើយក៏រលត់ទៅវិញយ៉ាងលឿនរហ័សបំផុតគ្រប់ពេលវេលាគ្រប់ខណៈរូបមួយកលបៈដែលកើតឡើងនិងរលត់ទៅវិញនៅពេលដែលចិត្តកើតរលត់17ខណៈវាពិតជាប្រព្រឹត្តទៅកើតឡើងយ៉ាងលឿនរហ័សជាទីបំផុតចំពោះរូបដែលប្រកបតាមភ្នែកគឺជារូបអារម្មណ៍រូបដែលប្រកបតាមផ្លូវត្រចៀកគឺជាសត្យារម្មណ៍និងរូបដែលប្រកបនៅតាមផ្លូវអណ្ដាតគឺរសារម្មណ៍ជាដើមនោះវាកើតឡើងរលត់ទៅយ៉ាងលឿនរហ័សបំផុតហើយចំពោះលក្ខណៈរូបនីមួយៗដូចជារូបអារម្មណ៍ឬក៏ជាសត្យារម្មណ៍គឺជាក្រុមនៃរូបមួយដែលប្រមូលផ្ដុំជាក្រុមតែយើងហៅថាមួយកលបៈយ៉ាងតិចมันអាចមានរូបតែមួយកើតឡើងដោយឯងនោះទេរូបមួយកលបៈដូចជារូបអារម្មណ៍ជាដើមដែលកើតឡើងនិងរលត់ទៅវិញនៅពេលដែលចិត្តកើតរលត់17ខណៈនៅសភាពលក្ខណៈធម៌ហ្នឹងវាកើតឡើងយ៉ាងលឿនរហ័សជាទីបំផុតព្រោះថាចិត្តនៅខណៈដែលឃើញហើយនឹងចិត្តនៅខណៈបានឮនេះយើងមើលទៅដូចការឃើញហើយនឹងការឮហ្នឹងដូចជាកំពុងកើតឡើងព្រមគ្នាហើយរលត់ទៅព្រមគ្នាអញ្ចឹងតាមពិតទៅមិនមែនទេសភាពលក្ខណៈនៃការឃើញនិងការឮនេះវាកើតនិងរលត់មានសភាពខុសគ្នាប្រមាណជា17ខណៈនៃចិត្តនីមួយដែលកំពុងតែប្រកបកើតឡើងហ្នឹងដូច្នេះរូបដែលកើតព្រមជាមួយនឹងចិត្តឃើញរលត់ទៅមុនចិត្តឮទើបចិត្តឮកើតឡើងមានន័យថានៅពេលដែលយើងមើលទៅដោយការឃើញហើយនឹងការឮរបស់យើងនឹងកំពុងកើតឡើងព្រមគ្នាអញ្ចឹងតាមពិតរូបដែលប្រកបជាមួយនឹងចិត្តឃើញមួយខណៈហ្នឹងបានរលត់ទៅរយៈពេល10ខណៈចិត្ត17ខណៈចិត្តនឹងបាត់ទៅហើយទើបមាននៅចិត្តឮមួយទៀតកើតឡើងនៅតាមផ្លូវត្រចៀកនោះដូច្នោះចំពោះលក្ខណៈរូបនីមួយរូបវាមានសភាពលក្ខណៈតូចល្អិតខ្លាំងណាស់នៅពេលដែលយើងបំបែកលក្ខណៈផុសរូបដែលកំពុងតែកើតរលត់រួមគ្នាហ្នឹងចេញឲ្យល្អិតបំបែករហូតដល់ផ្នែកដែលតូចបំផុតនោះរហូតដល់បំបែកលេខបានទៀតហ្នឹងនៅក្នុងក្រុមរបស់រូបឬក៏យើងហៅថាមួយកលបៈហ្នឹងដែលតូចបំផុតដែលយើងមិនអាចបំបែកតទៅទៀតបានក៏មានរូបរួមគ្នាយ៉ាងតិចបំផុត8រូបដែលយើងហៅថាជាអវិនិភពរូប8មានមហាភូតរូប4គឺជាធំជាប្រធានតែមាន
បៈត្រៃអបោដែលចូលនឹងវាយោមហាភូតរូប4នេះអាស្រ័យជាទីដែលអាស្រ័យកើតឡើងដែលมันអាចបំបែកចេញពីគ្នាបានហើយមហាភូតរូប4នេះទៀតគឺជាបច្ច័យដែលជាទីអាស្រ័យកើតរបស់រូប4ទៀតរូបដែលកើតជាមួយនឹងមហាភូតរូប4នៅដែលបង្កើតជាមួយកលាបៈជាមួយគ្នានោះមាន4រូបទៀតគឺវណ្ណៈគឺពណ៌និងខន្ធៈគឺក្លិនរសៈគឺរសនិងឱជាគឺអាហាររូបទាំង8នេះគឺជារូបដែលมันអាចងាយចេញពីគ្នាបានគឺជាក្រុមរបស់រូបដែលតូចល្អិតបំផុតដែលកើតព្រមគ្នាហើយរលត់ទៅព្រមគ្នាយ៉ាងលឿនរហ័សជាទីបំផុតដូច្នេះហើយនៅក្នុងជីវិតជាប្រកក្តីប្រចាំថ្ងៃនៃបុគ្គលម្នាក់ដែលសភាពលក្ខណៈធម៌កំពុងកើតឡើងជាប្រកក្តីនេះមានទាំងសភាពលក្ខណៈនៃការឃើញការឮដឹងក្លិនដឹងរសដឹងក្តៅដឹងត្រជាក់នេះគឺសុទ្ធតែជាសភាពលក្ខណៈនៃបរមត្ថធម៌ដែលកំពុងតែប្រកបកើតឡើងប៉ុន្តែបើសិនជាយើងមិនបានស្ដាប់សិក្សានៅពាក្យបង្រៀនដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងក៏យើងមិនបានយល់នៅលក្ខណៈដែលជាសភាពបរមត្ថនេះយើងបានដឹងឬក៏បានយល់នៅបរមត្ថធម៌ដែលកំពុងតែប្រព្រឹត្តកើតឡើងនៅក្នុងជីវិតជាប្រកក្តីនេះការពិតទៅសភាពលក្ខណៈបរមត្ថធម៌នេះទោះបីជាយើងបានសិក្សាយល់ឬក៏មិនបានយល់ក៏ដោយក៏សភាពលក្ខណៈជាប្រកក្តីនៃការឃើញការឮការដឹងក្លិននេះប្រព្រឹត្តកើតឡើងជាធម្មតាទោះបីជាមានសតិដឹងនៅលក្ខណៈធម៌នោះដឹងឬក៏មិនដឹងក៏សភាពលក្ខណៈធម៌ទាំងឡាយហ្នឹងវាកំពុងតែកើតឡើងតាំងនៅរលត់ទៅដែលមិនមែនជាសភាពលក្ខណៈរបស់សត្វបុគ្គលឬវាអាចស្ថិតនៅក្នុងក្រោមការបង្គាប់បញ្ជារបស់យើងនោះទេដូចជាការឃើញគណៈនេះអញ្ចឹងឬគណៈនេះអញ្ចឹងយើងមិនចង់ឲ្យការមិនឃើញនឹងកើតឡើងក៏មិនបានយើងមិនចង់ឲ្យឮសំឡេងហ្នឹងក៏មិនកើតប៉ុន្តែសភាពលក្ខណៈធម៌ទាំងអស់នេះវាកំពុងតែប្រព្រឹត្តទៅកើតឡើងតាំងនៅហើយក៏រលត់ទៅយ៉ាងរហ័សបំផុតព្រោះថាអំណាចមិនមានអំណាចបុគ្គលណាឬក៏អ្នកណាម្នាក់មកបង្គាប់បញ្ជានៅលក្ខណៈការឃើញនេះការឮនេះឬក៏ការដឹងនៅរសសំឡេងការដឹងនៅរសឬក៏ការដឹងនៅភាពក្តៅត្រជាក់ដែលកំពុងតែប្រកបកើតឡើងនេះបាននោះទេសភាពលក្ខណៈធម៌ទាំងសភាពនៃនាមធម៌និងរូបធម៌ឬក៏យើងហៅថាចិត្តចេតសិកនិងរូបនេះកំពុងតែកើតឡើងតាំងនៅរលត់ទៅអាស្រ័យទៅតាមបច្ច័យនិងហេតុដែលប្រព្រឹត្តទៅនៅក្នុងជីវិតជាប្រកក្តីនឹងឯងដូចជាការឃើញចិត្តឃើញកើតឡើងអាស្រ័យបច្ច័យដែលមាននៅលក្ខណៈរបស់រូបនិងចក្ខុប្រសាទដូច្នេះរូបអារម្មណ៍គឺជាបច្ច័យដែលប៉ះផ្ទុកជាមួយនឹងលក្ខណៈរបស់ចក្ខុប្រសាទក៏ជាបច្ច័យដូច្នេះសភាពលក្ខណៈនៃរូបអារម្មណ៍និងចក្ខុប្រសាទហ្នឹងគឺជាបច្ច័យជាទីអាស្រ័យឲ្យសភាពលក្ខណៈចិត្តឃើញកើតឡើងអញ្ចឹងចំពោះរូបអារម្មណ៍ហើយនិងចក្ខុប្រសាទគឺជាបច្ច័យឲ្យចិត្តឃើញកើតឡើងនៅតាមផ្លូវភ្នែកចិត្តឃើញនោះកើតឡើងហើយតាំងនៅរលត់ទៅការដឹងនៅលក្ខណៈជាអត្ថន័យនៃរូបភ្នំរូបផ្ការូបមេអំបៅជាដើមនៅក្នុងរូបភាពដែលយើងបានឃើញនៅក្នុងវីដេអូនេះគឺជានទីនៃមโนទ្វារដែលទទួលដឹងនៅលក្ខណៈដែលចក្ខុប្រសាទបានប៉ះផ្ទុកជាមួយនឹងរូបអារម្មណ៍កំពុងកើតឡើងនេះឯងអញ្ចឹងការប៉ះផ្ទុកនៅលក្ខណៈនៃរូបអារម្មណ៍និងចក្ខុប្រសាទមួយគណៈគឺជាបច្ច័យឲ្យចិត្តឃើញកើតឡើងយ៉ាងលឿនរហ័សជាទីបំផុតទើបនៅពេលដែលបញ្ចប់នៅកិច្ចមួយគណៈនោះក៏បញ្ជូននៅលក្ខណៈនៃសភាពលក្ខណៈឃើញមួយគណៈហ្នឹងទៅដល់ការគិត
ឬក៏ផ្លូវចិត្តគិតហ្នឹងឲ្យដឹងនៅនៃអត្ថន័យនៃរូបដែលកំពុងឃើញនៅខណៈនេះនៅតាមទ្វារត្រចៀកដូចជាខណៈនេះអញ្ចឹងបច្ច័យនៃចិត្តលឺកើតឡើងឬក៏សោតវិញ្ញាណធាតុនឹងកើតឡើងគឺអាស្រ័យនឹងទី1សតិអារម្មណ៍សំឡេងដែលកំពុងកើតឡើងប៉ះផ្ទុកទៅនឹងសោតប្រសាទដូច្នេះសតិអារម្មណ៍ហើយនឹងសោតប្រសាទដែលកំពុងកើតឡើងប៉ះផ្ទុកគ្នាហ្នឹងគឺជាបច្ច័យជាទីអាស្រ័យនៃសភាពចិត្តលឺនឹងកើតឡើងវាកើតឡើងមួយខណៈហ្នឹងលឿនរហ័សបំផុតកើតឡើងរលត់ទៅយ៉ាងលឿនរហ័សបំផុតហើយនៅមโนទ្វារក៏ទទួលដឹងនៅលក្ខណៈនៃសភាពសំឡេងដែលប៉ះផ្ទុកនៅនឹងទ្វារនៅនឹងសោតទ្វារហ្នឹងឬក៏យើងហៅថានៅនឹងបញ្ចទ្វារហ្នឹងទទួលដឹងនៅលក្ខណៈរបស់សំឡេងហ្នឹងបន្តនៅផ្លូវចិត្តដែលធ្វើឲ្យយើងអាចកំណត់នៅនៃសេចក្តីដែលខ្ញុំកំពុងតែនិយាយនឹងបានថាខ្ញុំកំពុងតែនិយាយអំពីអ្វីជាដើមនឹងឯងដូច្នោះការប៉ះផ្ទុកនៅលក្ខណៈសតិអារម្មណ៍គឺប៉ះផ្ទុកជាមួយនឹងសោតប្រសាទសំឡេងចិត្តដែលឮដឹងនៅសំឡេងហ្នឹងឬក៏យើងហៅថាសោតវិញ្ញាណហ្នឹងក៏កើតឡើងរលត់ទៅហើយនៅខាងមโนទ្វារក៏ទទួលដឹងបន្តនៅលក្ខណៈអារម្មណ៍ហ្នឹងជាបន្តបន្ទាប់ហ្នឹងក៏ដឹងនៅអត្ថន័យនៃសំឡេងហ្នឹងដែលកំពុងនិយាយហ្នឹងថាមានន័យដូចម៉េចដូច្នោះនៅក្នុងជីវិតជាប្រកក្តីនេះការឃើញការឮការដឹងក្លិនដឹងរសដឹងក្តៅដឹងត្រជាក់នឹងឯងគឺជាសភាពធម៌ដែលកំពុងតែកើតឡើងប្រព្រឹត្តទៅនៅក្នុងជីវិតជាប្រកក្តីប្រចាំថ្ងៃពាក្យថាបច្ច័យនៃចិត្តឃើញគឺជារូបអារម្មណ៍ហើយនឹងចក្ខុប្រសាទអញ្ចឹងនៅខណៈដែលមានរូបប៉ះផ្ទុកជាមួយនឹងចក្ខុប្រសាទនោះគឺជាទីតាំងជាទីអាស្រ័យមានន័យថាជាទីតាំងជាទីអាស្រ័យនៃចក្ខុវិញ្ញាណឬក៏ចិត្តឃើញកើតឡើងអញ្ចឹងបងប្អូនពធតែងតែលើកពាក្យថាហេតុគ្រប់បច្ច័យគ្រប់តាមពិតទៅបច្ច័យគ្រប់ហ្នឹងគឺជាសភាពលក្ខណៈឧទាហរណ៍ដូចជាការឃើញនេះអញ្ចឹងចិត្តឃើញកើតឡើងមួយគណៈប៉ុន្តែយើងចំពោះបញ្ញានៅក្នុងលោកតរៈនេះយើងមិនអាចឃើញលក្ខណៈបរមត្តដែលជារូបអារម្មណ៍ឬក៏ជាដែលជាចក្ខុប្រសាទនឹងបានទេប៉ុន្តែពាក្យថាបច្ច័យគ្រប់ហ្នឹងគឺបច្ច័យគ្រប់យ៉ាងម៉េចបច្ច័យគ្រប់នៅពេលដែលយើងឃើញមកគណៈហ្នឹងគឺនៅពេលដែលមានរូបអារម្មណ៍ប៉ះផ្ទុកជាមួយនឹងចក្ខុប្រសាទហ្នឹងអានោះគឺជាបច្ច័យហ្នឹងគឺជាទីតាំងជាទីអាស្រ័យនៃសភាពនាមធម៌ឲ្យនាមធម៌កើតឡើងនាមធម៌ហ្នឹងគឺនៅពេលដែលរូបអារម្មណ៍ប៉ះផ្ទុកជាមួយនឹងចក្ខុប្រសាទមួយខណៈហ្នឹងគឺជាបច្ច័យជាទីតាំងជាទីអាស្រ័យឲ្យសភាពលក្ខណៈនៃចិត្តឃើញឬក៏ចក្ខុវិញ្ញាណធាតុហ្នឹងកើតឡើងអញ្ចឹងចិត្តឃើញมันអាចកើតឡើងដោយมันមានទីតាំងទេมันមានទីអាស្រ័យហ្នឹងគឺដូចជាសភាពមួយដែលតភ្ជាប់គ្នារវាងរូបហើយនឹងចក្ខុប្រសាទផុសជាងអញ្ចឹងបើសិនជាมันមានបច្ច័យពីរហ្នឹងទេក៏សភាពនៃនាមធម៌ដែលជាចិត្តឃើញក៏มันអាចកើតឡើងបានដែរអញ្ចឹងសភាពនាមធម៌ដែលជាចិត្តឃើញហ្នឹងកើតឡើងបានតតែអាស្រ័យទីតាំងឬក៏អាស្រ័យបច្ច័យដែលជាទីតាំងឲ្យសភាពដឹងហ្នឹងកើតឡើងព្រមគ្នាហើយក៏រលត់ទៅព្រមគ្នាជាមួយនឹងទាំងសភាពនៃនាមធម៌និងរូបធម៌ហ្នឹងជាមួយគ្នានឹងឯងអញ្ចឹងនៅតាមផ្លូវតិចក៏ដូចគ្នាពាក្យថាបច្ច័យគ្រប់បើសិនជាបច្ច័យមិនគ្រប់ទេការដែលយើងស្ដាប់ដឹងនៅលក្ខណៈសំឡេងដែលកំពុងកើតឡើងនេះក៏មិនអាចអញ្ចឹងសតិអារម្មណ៍សំឡេងមួយកលាបៈដែលមកប៉ះផ្ទុកជាមួយនឹងចក្ខុប្រសាទផុសយើងដូចគ្នានោះវាជាទីតាំងទីអាស្រ័យនៃចិត្តលឺឬក៏យើងហៅថាសោតវិញ្ញាណហ្នឹងកើតឡើងដូច្នោះសោតវិញ្ញាណធាតុហ្នឹងបើសិនជាមិនមានទីតាំងទីអាស្រ័យឬក៏បច្ច័យពាក្យថាបច្ច័យហ្នឹងគឺជាទីតាំងទីអាស្រ័យនៃសភាពធម៌នីមួយឈរឬក៏តាំងនៅហើយវារលត់ទៅព្រមគ្នាហ្នឹងឯងអ
បើសិនជាមិនមានបច្ច័យនៃសភាពដែលជារូបធម៌ដែលជាចក្ខុដែលជាសោតវិញ្ញាណហើយនឹងសតិអារម្មណ៍ក៏មិនអាចកើតនៅសភាពនាមធម៌ដែលជាលក្ខណៈចិត្តលឺនឹងកើតឡើងបានដែរដូច្នោះចិត្តលឺឬក៏សោតវិញ្ញាណធាតុហ្នឹងអាចកើតឡើងបានអាស្រ័យនៅលក្ខណៈនៃសោតប្រសាទមួយនិងសតិអារម្មណ៍មួយដែលកើតឡើងជាទីតាំងជាទីអាស្រ័យសម្រាប់សោតវិញ្ញាណធាតុនោះអញ្ចឹងហើយនៅក្នុងជីវិតជាប្រក្តីនេះខណៈណាក៏មានហេតុនិងបច្ច័យដែលឲ្យកើតឡើងគ្រប់ខណៈនឹងដែរទោះបីជាយើងបានដឹងឬមិនបានដឹងឬក៏យើងប្រើពាក្យថាបានយល់ឬមិនបានយល់នៅសភាពលក្ខណៈដែលកំពុងតែកើតឡើងតាមភ្នែកតាមត្រចៀកតាមច្រមុះតាមដាតកាយនៅក្នុងជីវិតជាប្រក្តីនឹងទេក៏សភាពធម៌ទាំងឡាយហ្នឹងកំពុងតែកើតតាំងនៅរលត់ទៅជាធម្មតាហ្នឹងហើយសភាពលក្ខណៈឃើញនេះទោះបីជាមុនពេលដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងក៏សភាពលក្ខណៈហ្នឹងវាកើតឡើងជាប្រក្តីសម្រាប់សត្វបុគ្គលផ្សេងៗហើយទោះបីជាក្រោយដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងនេះក៏សភាពលក្ខណៈធម៌ហ្នឹងនៅតែប្រព្រឹត្តឡើងជាប្រក្តីកើតឡើងតាំងនៅរលត់ទៅនៅតាមសភាពលក្ខណៈនៃលោកនៃភ្នែកច្រមុះអណ្ដាតកាយចិត្តនៃបុគ្គលរៀងខ្លួននឹងឯងដូច្នោះបើសិនជាយើងបានសិក្សាស្ដាប់ការបង្រៀនឬក៏ពាក្យដែលបានត្រាស់ដឹងដោយព្រះសម្មាសម្ពុទ្ធយើងក៏ផ្ដើមយល់នៅនៃសេចក្តីឬក៏អត្ថន័យនៃអ្វីដែលព្រះសម្មាសម្ពុទ្ធបានត្រាស់បង្រៀនអញ្ចឹងនៅពេលដែលយើងបានសិក្សាឬក៏តួសតិបញ្ញាអាចប្រកបឡើងដឹងនៅលក្ខណៈធម៌នីមួយៗឬក៏រូបនីមួយៗដែលកំពុងតែប្រកបនៅតាមទ្វារនីមួយៗនោះវាបានស្ដែងឲ្យឃើញនៅលក្ខណៈសតិនិងបញ្ញានោះចាប់ផ្ដើមដឹងនៅឧទាហរណ៍ដូចជាធម៌ដែលកើតឡើងនៅតាមផ្លូវភ្នែកអញ្ចឹងនៅពេលដែលយើងសតិបានឃើញលក្ខណៈរបស់រូបដែលប្រកបនៅតាមផ្លូវភ្នែកនឹងឃើញនៅលក្ខណៈរូបដែលប្រកបនៅតាមផ្លូវត្រចៀកច្រមុះអណ្ដាតកាយនឹងយើងចាប់ផ្ដើមឃើញថាធម៌ដែលកំពុងកើតឡើងនៅក្នុងជីវិតដែលយើងឃើញជារឿងរ៉ាវផ្សេងជារូបភាពជាការតំណាក់តំណងផ្សេងនៅក្នុងសង្គមនេះបើសិនជាយើងបំបែកឲ្យភាគអត់តូចបំផុតទៅវាមិនមែនជាលក្ខណៈប្រមូលផ្ដុំចឹងទេវាកើតឡើងដាច់ដライពីគ្នាដែលធ្វើឲ្យយើងផ្ដើមឃើញពីសភាពធម៌ទាំងឡាយថាមិនមែនជាសត្វបុគ្គលឬអត្តាទូខ្លួននោះឯងព្រោះយើងបានសតិឬក៏បញ្ញានឹងបានដឹងនៅលក្ខណៈធម៌ដែលកំពុងកើតឡើងនៅក្នុងជីវិតជាប្រក្តីនឹងវាកំពុងតែធ្វើកិច្ចតាមទ្វារនីមួយៗរៀងខ្លួនឧទាហរណ៍ដូចជាសភាពឃើញកើតឡើងតាំងនៅរលត់ទៅនៅតាមទ្វារត្រចៀកកើតឡើងតាំងនៅក៏រលត់ទៅផ្លូវច្រមុះអណ្ដាតកាយដូចគ្នានៅតាមផ្លូវចិត្តការសភាពនៃភាពខឹងក្រោធភាពចំណែងឈ្នានីសសេចក្តីសុខសេចក្តីទុក្ខសេចក្តីសោកសង្រេងសោកសៅផ្សេងក៏វាកើតឡើងតាំងនៅរលត់ទៅហើយយើងមិនអាចបង្គាប់បញ្ជានៅសភាពធម៌ទាំងនោះបាននោះទេយើងមិនអាចបញ្ជាឲ្យភ្នែករបស់យើងចិត្តដែលកើតនៅតាមទ្វារភ្នែកហ្នឹងឃើញតែរឿងល្អឬឃើញតែរឿងអាក្រក់ទៅតាមអំណាចរបស់យើងបានទេហើយយើងក៏មិនអាចមិនឲ្យអ្វីដែលយើងឃើញហ្នឹងនៅជានិរន្តរ៍មិនរលត់ទៅក៏មិនកើតដែរឧទាហរណ៍ដូចជាការឃើញការឮឬក៏ជីវិតរបស់យើងកាលពីអតីតកាលពីយើងនៅក្មេងៗហ្នឹងចឹងវាបានកើតហើយតាំងនៅរលត់ទៅដែលយើងមិនអាចចាប់ខាំងឃាត់ឬក៏ទុកវានៅបាននោះទេហើយនៅពេលដែលលក្ខណៈនៃសតិបញ្ញាប្រកបឡើងក៏ធ្វើឲ្យយើងបានយល់នៅសភាពលក្ខណៈធម៌ទាំងឡាយវាមិនមែនជាការប្រមូលផ្ដុំដូចដែលយើងបានឃើញក្នុងជីវិតជាប្រក្តីហ្នឹងថាជាលក្ខណៈរបស់មនុស្សសត្វតួខ្លួនឬក៏ជារបស់របរផ្សេងៗហ្នឹងទេតាមពិតសភាពលក្ខណៈទាំងអស់ហ្នឹងវាធ្វើកិច្ចដライពីគ្នាវាកើតឡើងនៅតាមទ្វារនីមួយៗដាច់ដライហើយមិនមែនជាលក្ខណៈនៃការប្រមូលផ្ដុំដូចដែលយើងបានគិតដែលយើងបានយល់នៅក្នុងโลกនៃការរស់នៅនេះទេដូច្នោះការដែលយើងផ្ដើមឃើញនៅសភាពលក្ខណៈធម៌ទាំងឡាយហ្នឹងក៏ធ្វើឲ្យចិត្តរបស់យើងលះបង់នៅសេចក្តីប្រកាន់សេចក្តីហួងហែងនៅភាពជាអត្តាខ្លួនរបស់យើងនេះឯង